ព័ន្ធនឹងបញ្ហាជនអន្តោប្រវេសន៍វៀតណាមនេះយើងក៏សង្កល់ឃើញថាវាជាចំណុចប្រសើរខ្លាំងនៅក្នុងសង្គមខ្មែរយើងណាដោយសារតែការកត់សម្គាល់ជាទូទៅគឺគ្រប់ពេលវេលាគ្រប់ទីកន្លែងនិងគ្រប់ចំនួនរវាងថ្នាក់ដឹកនាំកម្ពុជានិងថ្នាក់ដឹកនាំវៀតណាមគ្រប់លំដាប់ថ្នាក់ទាំងស្ថាប័ននីតិបញ្ញត្តិស្ថាប័ននីតិប្រតិបត្តិព្រមទាំងអ្នកការទូតវៀតណាមហ្នឹងគឺតែងតែស្នើសុំឲ្យអាជ្ញាធរកម្ពុជាផ្ដល់ភាពស្របច្បាប់និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិវៀតណាមដែលមកតាំងទីលំនៅនៅក្នុងប្រទេសកម្ពុជាចំណុចនេះគឺធ្វើឲ្យមានគំនិតខ្វែងគ្នាច្រើននៅក្នុងសង្គមកម្ពុជាយើងហើយក៏វាបានคล้ายជាចំណុចដែលក្រុមមាននានាការប្រឆាំងនឹងប្រើប្រាស់ដើម្បីវាយប្រហារមកលើគណៈបកកណ្ដាលអំណាចក៏ដូចជារាជរដ្ឋាភិបាលដែរពីព្រោះស្រុកយើងជាស្រុកប្រជាធិបតេយ្យហើយបញ្ហាដែលមានចំណុចរសើបគឺពាក់ព័ន្ធនឹងរឿងទឹកដីរឿងព្រំដែនរឿងជនអន្តោប្រវេសន៍នៃប្រទេសជិតខាងដែលមករស់នៅក្នុងប្រទេសកម្ពុជាជាពិសេសគឺជនជាតិវៀតណាមនឹងឯងហើយបើយើងពិនិត្យទៅលើទស្សនវិជ្ជាប្រវត្តិសាស្ត្រយើងត្រូវទទួលស្គាល់ថាលំហូរនៃជនជាតិវៀតណាមគឺពិតជាមាននៅក្នុងស្រុកខ្មែរយើងកាលពីអតីតកាលណាក៏ប៉ុន្តែសម្រាប់លំហូរជនអន្តោប្រវេសន៍ថ្មីឬក៏ក្រោយមកទៀតយើងមិនដឹងថាតើវាមានកម្រិតណាដោយរបៀបណាហើយចំនួនប្រមាណអ្នកទេអញ្ចឹងអ្វីដែលរាជរដ្ឋាភិបាលបានធ្វើនិងកំពុងធ្វើហើយគួរតែបន្តធ្វើគឺគ្មានអ្វីក្រៅតែពីការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ច្បាប់ស្តីពីសញ្ជាតិក៏ដូចជាច្បាប់វិសោធនកម្មស្តីពីច្បាប់ស្តីពីសញ្ជាតិហ្នឹងឲ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពតម្លាភាពសម្រាប់ជនបរទេសទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជាយើងមិនថាតែជនជាតិវៀតណាមទេហើយជនជាតិណាក៏ដោយរាប់ទាំងប្រជាពលរដ្ឋខ្មែរផងក៏ត្រូវតែទទួលបាននៅការយកចិត្តទុកដាក់ពីរដ្ឋដូចគ្នាឲ្យតែជនជាតិទាំងអស់នោះរស់នៅដោយស្របច្បាប់ផ្អែកទៅតាមលក្ខខណ្ឌបទដ្ឋានគតិយុត្តនៃប្រជាណាចក្រកម្ពុជារបស់យើងហើយរដ្ឋាភិបាលនិងបករបស់វៀតណាមខ្ញុំគិតថាគួរតែសិក្សាពីលទ្ធភាពនៃការធ្វើមាតុភូមិនិវត្តនៃជនតបប្រវេសន៍វៀតណាមទាំងឡាយណាដែលរស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ជាងចេះតែមកសុំភាពស្របច្បាប់ពីប្រទេសកម្ពុជាការស្នើដដែលនេះវាហាក់ដូចជាកំពុងតែព្យាយាមធ្វើឲ្យមានគម្លាតទំនុកចិត្តរវាងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាហើយហាក់ដូចជាកំពុងតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការយល់ច្រឡំថារាជរដ្ឋាភិបាលឬក៏គណៈបកកណ្ដាលអំណាចស្ថិតក្រោមឥទ្ធិពលអីរបស់វៀតណាមអីអញ្ចឹងខ្ញុំគិតថារឿងនេះគួរតែយើងធ្វើការដោយយកចិត្តទុកដាក់ហើយត្រូវគិតអំពីអធិបតេយ្យឯករាជ្យបូរណភាពទឹកដីនិងតម្លៃនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរអាហ្នឹងពាក់ព័ន្ធនឹងរឿងបញ្ហាជនអន្តោប្រវេសន៍វៀតណាម